ជាដំបូងខ្ញុំសូមជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំបានឈ្មោះប៉ាន់សវណ្ណៈមកពីក្រុម SUP ថ្ងៃនេះខ្ញុំនឹងមកបង្ហាញ3ចំណុចទី1គឺ function ទី2 class object ហើយទី3គឺ access modifier ជាដំបូងយើងមកស្គាល់ពី function សិនfunction គឺជា block នៃ code ដែលវា perform specific task អីចឹងទៅជាដំបូងនេះ keyword វាគឺ def ហើយនេះគឺ function វាដាក់ឈ្មោះថា create ហើយបន្ទាប់មកនេះឈ្មោះ parameter យើងដាក់ថា name ហើយបន្ទាប់មកយើងបញ្ចូលវាទៅយើងដាក់ message ហើយនេះគឺជាព័ត៌មានវាហើយនេះ parameter វា name ហើយបន្ទាប់មកវា return តម្លៃ message ហ្នឹងពេលមកយើងprint result វាមកហើយមកយើងដាក់ឈ្មោះខ្ញុំហើយយើងសាក print នេះឡើងវាចេញនេះ hello វឌ្ឍនៈចំពោះ function គឺមានតែប៉ុណ្្នឹងទេឥឡូវយើងចូលមកដល់ class យើងមកស្គាល់ជាមួយខ្លាំងអស់គ្នា class គឺជា blueprint ដើម្បី class គឺជា blueprint ដើម្បី create object ជាច្រើនយ៉ាងទៅឥឡូវខ្ញុំបង្កើត class មួយឈ្មោះថា student ហើយនៅក្នុងហ្នឹងមាន function 2 function ទី1ខ្ញុំដាក់ interline self name gender age ហើយ self ហ្នឹង dot name ស្មើ name ហ្នឹងទៅ self dot gender ស្មើ gender self dot age ស្មើ age ហើយនេះ function ទី2ខ្ញុំដាក់ learn self ហើយយើង import វាចេញមក self dot name book ហើយយើងដាក់ is learning python ពេលមកខ្ញុំតាំង s1 ហ្នឹងជា student 1ចឹងទៅហើយយក class student ហើយយកឈ្មោះខ្ញុំអាយុ gender ហើយអាយុដល់ពេលខ្ញុំ print s1.name print s1.gender print s1.age ហើយយើង learn នេះយើង output learn នេះឲ្យចេញឈ្មោះឲ្យ is learning python អញ្ចឹងយើងសាករ៉ានទាំងអស់គ្នាឡើងចេញវឌ្ឍនៈហើយ gender យើង male ហើយ age 23ពេលមកវឌ្ឍនៈ is learning python ឥឡូវclass គឺវាមានតែប៉ុណ្្នឹងអញ្ចឹងយើងចូលចំណុចបន្តទៀតគឺ access modifier access modifier ហ្នឹងជាមួយ class ហ្នឹងវារៀងស្រដៀងគ្នាតែវាមាន3ចំណុចគឺ public protected ហើយនិង private ហើយវាមានខុសអីមួយ class ឯងនេះបើវា public វាអត់មាន underscore នៅក្រោមឯងសម្រាប់នេះគឺ protected វាមាន underscore មួយហើយសម្រាប់មួយនេះគឺមាន underscore 2អញ្ចឹងវា private វាដូចតែ class ទេ
តែអ្នកកន្លែង print នេះបើយើងចង់បង្ហាញវាចេញយើងត្រូវថែម underscore មួយឲ្យដូចឥឡូវនេះទៅហ្នឹងក៏ protect នេះ public វាមានថាអីទេដល់ពេល private យើងត្រូវ underscore ហើយយើងយក class របស់យើងយកមកបន្ថែមមុខបន្ទាប់ហើយយើង underscore ពីមុខ h ដើម្បីឲ្យវាបង្ហាញបើយើងអត់ដាក់class ហើយបើយើងអត់ដាក់ underscore មុខ class ហើយយើងដាក់នៅមុខហ្នឹងទេគឺវាអត់ដើរទេអញ្ចឹងឲ្យខ្ញុំសាររ៉ាន់សិនថាវាដើរឬក៏មិនដើរនៅពេលដែលយើងអត់ដាក់វានៅពីមុខវាដើរនេះវា error ស្មើដល់ពេលយើងដាក់វានៅពីមុខទៅគឺវាដើរធម្មតាអញ្ចឹងចំណុចខ្ញុំមានតែប៉ុណ្្នឹងអរគុណលោកគ្រូនិងមិត្តរួមថ្នាក់ដែលបានទស្សនាទាំងអស់គ្នាសូមអរគុណ